ជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំចិន្តាមេរៀនរបស់យើងថ្ងៃនេះគឺ third conditional យើងនឹងរៀន third conditional នៅក្នុងវីដេអូមេរៀនកន្លងមកយើងធ្លាប់បានរៀន zero conditional first conditional និង second conditional ហើយថ្ងៃនេះយើងបន្ត conditional មួយទៀតគឺ third conditional តែយើងប្រើ third conditional នៅពេលណាទម្រង់របស់ third conditional មានលក្ខណៈបែបណាយើងនឹងសិក្សាជាមួយគ្នានៅក្នុងវីដេអូមេរៀនថ្ងៃនេះអូខេឥឡូវយើងចាប់ផ្ដើមជាមួយនឹងឧទាហរណ៍ចំនួន2នៅលើกระดาษខៀននេះ right ទី1 If I had studied hard I would have passed the exam If I had studied hard I would have passed the exam ទី2 If he had gone to the hospital he wouldn't have died If he had gone to the hospital he wouldn't have died right តើប្រយោគទាំងពីរហ្នឹងមានអត្ថន័យយ៉ាងដូចម្ដេចតើប្រយោគទាំងពីរហ្នឹងមានន័យយ៉ាងម៉េចអូខេមុននឹងយើង understand ថាវាមានន័យយ៉ាងម៉េចយើងមើល form របស់ third conditional សិនអូខេទម្រង់របស់ third conditional right third conditional ចាប់ផ្ដើមជាមួយនឹង if អូខេបន្ទាប់មកបូកជាមួយនឹង past perfect right past perfect មាន had បូកជាមួយនឹង past participle ឬ verb 3អូខេបន្ទាប់ពី if មកគឺ past perfect ហើយមាន comma មួយបន្ទាប់មកទៀត have would have បូកជាមួយនឹង past participle អូខេ past participle គឺ verb 3អូខេ alright អញ្ចឹងនៅក្នុង third conditional មាន verb 3ពីរកន្លែង verb 3នៅជាប់ជាមួយនឹងverb 3នៅក្នុង past perfect ជាប់ជាមួយនឹង if ហើយ verb 3នៅខាងក្រោយ comma នៅជាប់ជាមួយនឹង would have តោះឥឡូវយើងមើលប្រយោគខាងលើអូខេ if alright if I subject ប្រធាន right subject okay had studied okay had right នៅក្នុង past perfect មាន had មាន verb 3 studied គឺជា verb 3 right past participle verb ខ្ទង់ទី3ហានេះជា verb តែសំខាន់យើងមើលឃើញសំខាន់គឺ had verb 3 okay had verb 3ហើយអាខាងក្រោយវានេះវាអាចជា object វាអាចជា adverb okay I would have passed the exam okay comma អានេះចប់ខាងមុខណាចប់មក clause ខាងមុខនេះហើយ right ខាងនេះគឺជា clause មួយហ្នឹងចប់ clause ខាងមុខមួយហើយចប់ if clause okay clause ទី1បានមកខាងក្រោយ comma មាន subject okay I គឺជា subject មួយទៀត right subject would have okay would have past participle verb 3 all right okay the exam គឺជា object okay the exam ជា object សំខាន់ would have past participle okay verb 3ហ្នឹងអាមកណាត់ខាងក្រោយហ្នឹងគឺជា clause ទី2 alright មកណាត់ខាងក្រោយហ្នឹងគឺជា clause ទី2 okay អ្វីជា clause នៅចាំទេ clause មាន subject មាន verb okay ដល់ឃើញ subject មានគឺជា clause ហើយនៅក្នុងthird conditional if clause right ហើយយើងហៅវា if clause right អា clause នៅជាប់ជាមួយនឹង if ហ្នឹងគេហៅ if clause ឬក៏ condition right if clause ឬក៏ condition right ហើយបន្ទាប់ពីហ្នឹងអូខេខាងក្រៅ comma នេះអានេះគឺជា result clause right result clause វាជាប្រភេទindependent clause អានេះ independent clause ខាងនេះ dependent clause ប៉ុន្តែខ្ញុំមិនចូលជ្រៅ
អ្វីជា independent clause អ្វីជា dependent clause ទេកុំឲ្យយើងវល់អូខេយើងធ្វើម៉េចឲ្យចេះប្រើ third conditional right third conditional គ្រាន់តែរំលឹកតិចតិចទាក់ទងនឹង clause right ព្រោះនៅក្នុង third conditional ហ្នឹងវាមាន clause ចំនួន2អូខេ clause ទី2តោះឥឡូវ forget clause តទៀត if okay he had gone to the hospital so he subject had gone okay ទម្រង់របស់វានេះគឺ past perfect okay អញ្ចឹងមកកណាត់បន្ទាប់ពី if ហ្នឹងគឺជា past perfect okay ហើយខាងក្រោយនេះ okay ខាងក្រោយនេះបន្ទាប់ពី comma មក would he subject would have verb 3 die okay តើប្រយោគទាំងពីរខាងលើនឹងមានន័យយ៉ាងម៉េចតោះស៊ីមក if I had studied hard ប្រសិនបើជាខ្ញុំបានខំរៀនប្រសិនបើខ្ញុំបានខំរៀន alright ប្រសិនបើខ្ញុំបានខំរៀន I would have passed the exam I would have passed the exam ខ្ញុំនឹងបានប្រឡងជាប់អូខេអត្ថន័យរបស់ប្រយោគទី1ហ្នឹងធាតុពិត I didn't study hard ខ្ញុំមិនបានខំរៀនទេវាជាអតីតកាលអូខេ I didn't study hard ខ្ញុំអត់បានខំរៀនទេការពិត I didn't pass the exam ហើយខ្ញុំក៏មិនបានប្រឡងជាប់ដែរអូខេមានន័យថាខ្ញុំប្រឡងធ្លាក់អញ្ចឹងមិនខំរៀន in the past ប្រឡងធ្លាក់ក៏ in the past អូខេ in the past ដូចគ្នាអានេះគឺផ្ទុយពីការពិតនៅក្នុងពេលអតីតកាលអូខេផ្ទុយពីការពិតនៅក្នុងពេលអតីតកាលអញ្ចឹងអានេះគ្រាន់តែសម័យពីអ្វីដែលខុសពីការពិតនៅក្នុងពេលអតីតកាលហើយអានេះជាការស្មើសម័យដែលមិនអាចផ្លាស់ប្ដូរបានអូខេមិនអាចផ្លាស់ប្ដូរបានអតីតកាលវាកើតឡើងរួចហើយលទ្ធផលក៏វាបានកើតឡើងរួចហើយដែរអូខេអតីតកាលcondition គឺអត់បានខំរៀនអូខេអត់ខំអូខេ course alright អត់ខំហើយលទ្ធផល result គឺធ្លាក់ប៉ុន្តែសម័យបើសិនជាបានខំរៀននឹងប្រឡងជាប់ឯសម័យដេកសម័យតែធ្វើអីអត់កើតទេព្រោះរឿងអតីតកាលនោះវាបានកន្លងរួចផុតទៅហើយគ្រាន់តែសម័យចោលណាទី2 if he had gone to the hospital ប្រសិនបើគាត់បានទៅពេទ្យធាតុពិត he didn't go to the hospital អញ្ចឹងសម័យបើសិនជាគាត់បានទៅ hospital he wouldn't have died គាត់នឹងមិនស្លាប់ទេប៉ុន្តែធាតុពិតគាត់ស្លាប់បាត់ហើយអូខេអត់បានទៅ hospital ធាតុពិតស្លាប់ហើយសម័យផ្ទុយពីធាតុពិតបើសិនជាបានទៅគាត់នឹងមិនស្លាប់ទេអូខេអញ្ចឹងនិយាយជាសរុបឡើងវិញ third conditional ហ្នឹងគឺយើងនិយាយពីអ្វីដែលវាផ្ទុយពីការពិតនៅក្នុងពេលអតីតកាលអូខេ cause អូខេ condition កើតឡើងរួចហើយលទ្ធផលក៏កើតឡើងរួចហើយដែរគ្រាន់តែយើងសម័យថាបើវាផ្ទុយពីអ្វីដែលបានកើតឡើងអូខេបើវាផ្ទុយពីអ្វីដែលបានកើតឡើងបើវាផ្ទុយពីនៅក្នុង condition បើវាផ្ទុយពីការពិតហ្នឹងលទ្ធផលក៏វាផ្ទុយពីការពិតដែលកើតឡើងនោះហើយដែរ right អានេះគឺ third conditional សម័យពីអ្វីដែលផ្ទុយពីការពិតនៅក្នុងពេលអតីតកាលទាំង condition ទាំង result អូខេទាំង condition ទាំង result អញ្ចឹងបើសិនជាយើងចង់និយាយពីអីដែលផ្ទុយពីការពិតនៅក្នុងអតីតកាលគឺយើងអាចប្រើ conditional មួយនឹងបាន third conditional ហើយវាមានទម្រង់បែបហ្នឹងឥឡូវយើងមើលឧទាហរណ៍បន្ថែមទៀត more examples about third conditional ទី1 if she had done her homework her teacher wouldn't have been angry if she had done her homework her teacher wouldn't have been angry ប្រសិនបើនាងបានធ្វើកិច្ចការផ្ទះរបស់នាងធ្វើកិច្ចការដែលគ្រូដាក់ទៅឲ្យនេះគ្រូរបស់នាងនឹងមិនខឹងទេ
Thiết but okay, in reality she didn't do her homework and as a result her teacher was angry. Okay. Then if she had done her homework, her teacher, okay, wouldn't have been angry. Okay. Tao cái lại đi, wouldn't. Okay. Cái này khi mặt bàn bật chia, wouldn't, mà bị would not. Okay. Wouldn't việc bánh cứ would not negative nữa. Wouldn't nên cứ màu bị would not. Okay. Wouldn't màu bị would not. Wouldn't. Okay. Cái lô khơi nhận định. Ở đằng ấy kì. Okay. Ở đằng ấy kì, which is short form. Tao thật. You would have met her if and but heard mày. Okay. But I caught it. You would have met her if you but bọc kia chờ này. If you okay had gone. Alright. Để bạn trở đấy. You would have met her if you had gone to the party. Okay. Nè nâng bàn chụp niếng. Person ba nè từ party nè từ bị thi chụp liền. Right. You would have met her if you have gone to the party. In reality, thiết bất, you didn't go to the party, so you didn't meet her. Okay, you didn't meet her. Mình bàn từ party, hay là tập hóa cứ mình bàn chụp liền. Giờ mấy tha bảo bàn tới, cứ nâng bàn chụp. Alright. If you have met, you would have met her if you had gone to the party. Alright. Cái line thằng đấy, để tôi nâng cao sở xe biểu dốt, có đôi chỉ ca đi dễ. Ok. Rồi bảo bộ phết conditional. Dương ai đã if ní nơi càng kroi các bạn này. Khởi nhất nè. If ní dương đã nơi càng kroi các bạn này. Ok. If clause nó dương đã nơi càng kroi có các bạn. Ta với đá cú chấm nắm cái này dương đã if clause nơi càng kroi chứ. Admin thời ca comma đi. Alright, tôi thấy dương đã if clause nơi càng một chắc bạn dương thời ca comma. Ok, cái bị nữa nè. Thứ 7. If your mother hadn't been so furious, she wouldn't have told you off. Okay. If your mother hadn't been so furious, she wouldn't have told you off. Person 3 mà đây là bạn nè. Mình khăng chưa môi đường nè khăng tế. Mình khăng khăng tế bạn mình bịa chưa môi đường nè đấy. Person 3 mà đây là bạn nè. Mình khăng khăng tế furious. Very, very angry. Okay. So furious. Very, very angry. Okay. Person 3 mà bạn nè mà đây là bạn nè. Mình khăng khăng tế. She wouldn't have told you off. Cột nâng mình đây bình tố ai nè thế. Cái cột nâng mình ban đây bình tố ai nè thế. Mình ta là tập học. Và ta result. Condition. Thiết bất cứ cột khăng khăng khăng. Okay. Hai chỉ là tập học. Cứ cột đây mình tố. Cột chê đây. Alright. Tell somebody off nâng. Cứ chê đây mình tố. Alright. Hadn't. Okay, cái này mũi. Hadn't. Okay. Hadn't cứ bịa bánh. Had not. Alright. Had not. Had not. Hadn't. Hadn't cứ chia negative form. Alright. Negative form. Negative. Hadn't bốc cho mùi nâng verb 3. Okay. Negative là bỏ past perfect. Right. Past perfect. Alright. Ở lời trước bạn mà đào tìm bên chóc. Okay. Từ tôi nâng cao pra third conditional. Khiêm sinh khâm tham bảo đó. Cái này bạn dối. Chứ bác. Vì tùm rung là bỏ third conditional. Okay. Tùm rung bảo viết cứ if. Past perfect. Okay. Hay càng kroi comma miền would have bốc cho mùi nâng. Past participle verb 3. Okay. Past perfect had verb 3. But negative hadn't, had not. Alright, hadn't, rồi có had not, negative. Alright. Và thằng cái đó đi, would have,
verb 3 បើវា negative បដិសេធ wouldn't អូខេ would not ណោះហ្នឹងគឺ form របស់វាហើយការប្រើប្រាស់របស់third conditional គឺយើងប្រើដើម្បីនិយាយពីអ្វីដែលវាផ្ទុយពីការពិតនៅក្នុងពេលអតីតកាលរឿងដែលផ្ទុយពីការពិតនៅក្នុងពេលអតីតកាលសម័យទៅលើរឿងអីដែលផ្ទុយពីការពិតនៅក្នុងពេលអតីតកាលរឿងនេះវាកើតឡើងហើយអូខេហើយវាក៏បានធ្វើឲ្យលទ្ធផលមួយបានកើតឡើងដែរតែយើងសម័យថាបើសិនជារឿងហ្នឹងវាផ្ទុយពីអីដែលបានកើតឡើងនៅក្នុងពេលអតីតកាលលទ្ធផលក៏វានឹងផ្ទុយពីនោះដែរអូខេលទ្ធផលក៏វាផ្ទុយពីនោះដែរ right គ្រាន់តែយើងដេកសម័យណាប៉ុន្តែហេតុភាពពិតគឺវា already happen អូខេ already happen អូខេវាកើតឡើងហើយអញ្ចឹងបើចង់និយាយពីស្ថានភាពបែបហ្នឹងគឺយើងប្រើ third conditional អូខេ third conditional អូខេអរគុណអ្នកទាំងអស់គ្នាមេរៀនរបស់យើងបានមកដល់ទីបញ្ចប់ហើយកុំភ្លេចជួយ like អូខេចុច like comment បើមិនទាន់បានចុច subscribe បន្តមកចុចរូបកណ្ដឹងសូមជួយចុច subscribe និងចុចរូបកណ្ដឹងអរគុណសូមគោរពលាជួបគ្នានៅវីដេអូមេរៀនជាបន្តទៀតបាយបាយ